ខ្ញុំគិតថាប៉ាម៉ាក់ភាគច្រើនតែងតែគិតបារម្ភពីកុមារដែលនឹងទើបនឹងសម្រាលឬក៏នឹងមុនសម្រាលគាត់នឹងតែងតែខ្នះខ្នែងរកផលិតផលណាមួយឲ្យល្អសមស្របជាមួយនឹងកូនរបស់គាត់ជាពិសេសមុនណាមុនកើតទៅតែរៀបចំអ្វីដែលគិតថាល្អលាងសម្អាតជាមួយដបទៅដោះគោបាទដបដែលយើងទិញមកគឺពីថ្មីយើងអាចលាងវាទុកដើម្បីទទួលស្វាគមន៍នៅកូនរបស់យើងហើយមួយទៀតគឺជាមួយនឹងសម្បូរបោកគក់ដែលគិតថាយើងនឹងបោកកៅអៅគាត់ទុកដើម្បីទទួលស្វាគមន៍គាត់នៅពេលដែលគាត់សម្រាលមកផងដែរបន្ទាប់ពីនោះបងប្អូនណាបន្ទាប់ពី6ខែក្រោយយើងអាចប្រើប្រាស់ជាមួយនឹងសម្បូរដុសខ្លួនកក់សក់កុមារផាសុខភាព2 in 1ដែលជាផលគោលខ្មែរផលិតនៅក្នុងរោងចក្រនៅស្រុកខ្មែរដែលមានចុះនៅក្រសួងក៏មានអាជ្ញាប័ណ្ណចលផលត្រឹមត្រូវផងដែរបងប្អូនដូច្នេះបងប្អូនរងចាំអ្វីទៀតណាអាចបញ្ជាទិញបាននៅក្នុង page ឬក៏ link Telegram នៅក្នុង caption ខាងលើ